អ្នកញ៉ាឃើញថាការពីពេលថ្មីនេះឃើញមានការចោទប្រកាន់ពីសំណាក់រដ្ឋាភិបាលអាមេរិកពាក់ព័ន្ធទៅនឹងថាអ្នកញ៉ាំពាក់ព័ន្ធទៅនឹង online scam ហើយក៏មានពាក់ព័ន្ធទៅនឹងទីតាំងចំនួន28ទៀតដែរជាការឆ្លើយតបសម្រាប់អ្នកញ៉ាឆ្លើយតបយ៉ាងណាចំពោះការចោទប្រកាន់ជាបន្តបន្ទាប់នេះពេលកន្លងមកនេះបាទអរគុណណាស់បានសម្ភាសតាមទូរស័ព្ទខ្ញុំកាលពីថ្ងៃទី23ខែមេសានោះខ្ញុំក៏បានឆ្ងល់ដែរឃើញរដ្ឋាភិបាលសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើខ្ញុំបាទនៅក្រុមហ៊ុនហ្នឹងស្រាប់តែឃើញទៅដល់ភ្ញាក់ខ្លួនតែម្ដងនឹកស្មានមិនដល់អាមេរិកយល់ខាមិនបានទៅដាក់ចំពោះខ្ញុំបាទហើយថែមទាំង28ក្រុមហ៊ុនទៅទៀតបាទតើបាទចឹងមានទីតាំងទាំង28ដែលអាមេរិកដាក់ទណ្ឌកម្មហ្នឹងមិនមែនជារបស់អ្នកញ៉ាទេឬក៏យ៉ាងម៉េចដែរបាទខ្ញុំបាទមិនអាចទទួលយកបានទេទាំង28តែខ្ញុំមានដែរដូចជាក្រុមហ៊ុនធ្វើអាជីវកម្មពិតមែនខ្ញុំមានកាស៊ីណូនៅបៃប៉ែតឬបាវិតកំពង់សោមឬជ័យធំបាទអានឹងខ្ញុំមានមែនតាមមានអាជ្ញាប័ណ្ណមានអីគ្រប់គ្រាន់ត្រឹមត្រូវខ្ញុំមិនប្រព្រឹត្តអំពើឆបបុកនោះទេតែមានក្រុមហ៊ុនជាច្រើនទៀតតែថា28នោះខ្ញុំក៏ទទួលស្គាល់ដូចជាក្រុមហ៊ុនខ្ញុំមានធនាគារឯកទេសឬមួយខាងទឹកស្អាតបាទចែកចាយភ្លើងឬវារីអគ្គិសនីអីហ្នឹងខ្ញុំមានដែរបាទប្រហែលជា5 6 7ក្រុមហ៊ុនចឹងបាទតែ20ផ្លាយទៀតខ្ញុំមិនបានទទួលស្គាល់ខ្ញុំធ្វើការបដិសេធចំពោះក្រុមហ៊ុនខ្ញុំមានកាស៊ីណូមានតែ2 3ហ្នឹងហើយតែមានអាជ្ញាប័ណ្ណបើអត់អាជ្ញាប័ណ្ណខ្ញុំមិនរកស៊ីទេអំពើឆបោកបាទតាមរយៈទណ្ឌកម្មនេះពេលថ្មីនេះអ្នកញ៉ាអាចនឹងប៉ះពាល់ទៅដល់អាជីវកម្មការរកស៊ីរបស់អ្នកញ៉ាទេបាទវាប៉ះហើយអានឹងធ្វើម៉េចការរកស៊ីកំពុងតែដំណើរការពេលលុយការនាំវត្ថុធាតុដើមចូលឬមួយអីហ្នឹងវាប៉ះច្រើនតែម្ដងប៉ុន្តែសំបីតែបងប្អូនគាត់ចង់បង់លុយដូចទឹកភ្លើងអញ្ចឹងរាប់ម៉ឺនអ្នករាប់សែនអ្នកដែលត្រូវបង់ថ្លៃទឹកថ្លៃភ្លើងហ្នឹងវាធ្វើឲ្យខកខានធ្វើឲ្យលំបាកប្រជាពលរដ្ឋមកបង់នៅទីស្នាក់ការបាទធនាគារអត់ហ៊ានបាទក្រៅពីនេះមានអ្វីទៀតដែលអ្នកញ៉ាអាចប៉ះពាល់ដែរបាទខ្ញុំសោកស្ដាយដែរខ្ញុំជាអ្នករស់ស៊ីសាមញ្ញធម្មតាហើយជាសមាជិកព្រឹទ្ធសភានៃប្រជាណាចក្រកម្ពុជាដែលបានប្រជាពលរដ្ឋបោះឆ្នោតឲ្យក្រុមប្រឹក្សាឃុំសង្កាត់បាទហើយឃុំសង្កាត់បានបោះឆ្នោតឲ្យខ្ញុំជាប់ដល់4អាណត្តិក្នុងបូករួមទៅវា5អាណត្តិខ្ញុំជាប់ដល់4អាណត្តិខិតខំប្រឹងប្រែងដោយមិនសូវបានយល់ចិត្តទុកដាក់ទៅមើលរឿងកាស៊ីណូកាអីផងបាទខ្ញុំមានមុខរបរចង់ថាច្រើនក៏ប្រហែលជាលោកសម្បូរប្រហែលបានដឹងហើយថាខ្ញុំមានមុខរបរច្រើនដែរធ្វើភ្លើងធ្វើទឹកបាទអានឹងជាមុខរបររបស់ខ្ញុំបាទហើយបាទប៉ុន្តែដល់ប៉ះអញ្ចឹងខ្ញុំពិបាកគិតថាអោយបងប្អូនគេមកបង់លុយនៅទីស្នាក់ការបាទក្រោយពីស្ថានភាពនាពេលបច្ចុប្បន្ននេះក្នុងនាមអ្នកញ៉ាដែលកំពុងតែកាន់ការងារផងហើយក្រុមហ៊ុនមួយចំនួនផងតើយើងនឹងមានវិធានការអ្វីដើម្បីទប់ជាវិធានការបន្ទាន់មួយទេបាទខ្ញុំសូមជួយការបដិសេធគឺខ្ញុំអត់បានប្រព្រឹត្តអំពើឆបោកនោះទេហើយក៏មិនដែលធ្វើអីខុសជាមួយប្រជារដ្ឋកម្ពុជាឬរដ្ឋាភិបាលឬមួយគណៈបកប្រជាជនព្រោះខ្ញុំគោលតាពីគណៈបកប្រជាជនបាទទៅឈ្មោះជាសមាជិកព្រឹទ្ធសភាហើយទៅធ្វើអីរស់ស៊ីអីខុសគេឆបោកឆអីនោះបាទគឺខ្ញុំរាល់ថ្ងៃរស់ស៊ីសុំតែត្រង់ហើយនឹងល្អច្បាស់លាស់ឲ្យពលរដ្ឋខ្មែរឬរដ្ឋាភិបាលយកចិត្តទុកដាក់ដែលចំពោះការមុខរបររបស់យើងណាបាទឲ្យមើលឲ្យដល់សុំច្បាប់នាំចេញនាំចូលនាំអីឲ្យវាស្រួលទៅខ្ញុំសប្បាយចិត្តហើយប៉ុន្តែនេះខ្ញុំសោកស្ដាយរដ្ឋាភិបាលអាមេរិកបានដាក់ទណ្ឌកម្មលើខ្ញុំដោយមិនយល់ព្រោះខ្ញុំមិនដែលតាក់ទងជាមួយចិនណាអីណាទេពួក scam online ហ្នឹងវាមិនដែលទៅរកស្អីទេគឺវាច្រើនតែធ្វើនៅតំបន់ណាដែលស្ងៀមស្ងាត់ឬផ្ទះទូចឬ3ជាន់5ជាន់វាបាទរឿងនេះវាចឹងបាទចំពោះអាជីវកម្មដូចកាស៊ីណូផ្សេងដែលពាក់ព័ន្ធដែលអ្នកញ៉ារក
រកស៊ីកន្លងមកហ្នឹងតើបច្ចុប្បន្ននេះយើងនៅដំណើរការទេឬក៏យើងបានបិទវាអស់ហើយអ្នកបាទ ចំពោះ casino ដែលមានអាជ្ញាប័ណ្ណរាល់ថ្ងៃនៅបើកទ្វារទេ បាទ នៅបើកទ្វារដែរតែមានបុគ្គលិកច្រើនរយដែរបើកទ្វារមាន view ទៅលេង view ទេសចរ view អីទៅលេងបើកធម្មតាទាំង3កន្លែងបាទ បាទ ដោយឡែកកំពង់សោមបាត់យូរហើយ បាទ កំពង់សោមអត់មានបើកទេព្រោះអីវាខូចខាតអស់ហើយកំពង់សោមធ្វើអត់ទាន់ហើយបង បាទបាទ បាទ តើអ្នកញ៉ាំមានអ្វីបន្ថែមក្នុងរយៈពេល ខ្ញុំធ្វើការសោកស្ដាយដែរដែលបានដាក់ទណ្ឌកម្មមកលើខ្ញុំដោយខ្ញុំអត់ដឹងថាខុសស្អីផងខ្ញុំអត់មានទៅធ្វើរ៉ូស៊ីអីអញ្ចឹងទេ បាទ ខ្ញុំអត់មានទៅប្រព្រឹត្តហើយសុំឲ្យអ្នកជាទូទៅអ្នកដែលដឹងចិត្តដឹងឆ្កល់ខ្ញុំហ្នឹងពិនិត្យមើលថាខ្ញុំវាខូចដូចសហរដ្ឋអាមេរិកនិយាយហ្នឹងអត់ដូចជាស្អីគេធនាគាររដ្ឋាភិបាលឬមួយក្រសួងសេដ្ឋកិច្ចអីហ្នឹងដាក់ទណ្ឌកម្មមកលើខ្ញុំបាទហ្នឹងទៅវាត្រឹមត្រូវឬអត់ខ្ញុំអត់មានទៅធ្វើអញ្ចឹងទេហើយនិយាយថាបោកលុយរាប់លានដុល្លារពីពលរដ្ឋអាមេរិកខ្ញុំបោកមែនដូចជាអត់ទេមិនដែលមានទេលោកអើយបាទសូមសារភាពថាមិនដែលបោកពីណាមករៀលទេបាទអត់ដែលទេបាទ